សពសាធការជ្រះថ្លាអនុមោទនីនេះគឺជាក្បួនដំណើរគណៈធម្មយាត្រាផ្កាឈូកសដែលរៀបចំដោយព្រះធម្មបាសនាមន្តសាយវិរិជាគណៈថ្នាក់ចាត់វាបានដឹកនាំក្បួនធម្មយាត្រាមកកាន់នគរកុសិនារាកន្លែងព្រះសម្មាសម្ពុទ្ធបរមគ្រូជាអង្គម្ចាស់នៃយើងព្រះអង្គយាងចូលបរិមហានិព្វានក្រោមដើមសាលព្រឹកទាំងគូថ្ងៃនេះបានមកដល់ណាហើយក៏បានរៀបចំក្បួនដង្ហែទង់ណាជាតិទង់សាសនាទង់ជ្វាលាព្រមទាំងណាសម្ពុតណាស្បង់ស្បៃត្រៃវរព្រះសុគតណាក្រោមព្រះអធិបតីភាពដ៏កំពុងពោះលើណាព្រះមេគុណខេត្តណាកំពង់ស្ពឺនិងព្រះធម្មបាសនាមន្តសាយវិរិជាគណៈកិត្តិយសអង្គគ្រូណាព្រះអនុគុណព្រះរាជាគណៈព្រះធរានុធរៈគ្រប់អង្គដែលជាសមាជិកសមាជិកាព្រមទាំងញាតិញោមមហាបាសកមហាបាសិកាទេយុទេយិកាជាច្រើនរូបច្រើនអង្គអ្នកណាដើម្បីយកទៅណាបូជាដល់គុណព្រះសម្មាសម្ពុទ្ធនៅសិទ្ធោបណាព្រះចេតិយខាងមុខនោះដែលមានដំកល់រូបសំណាកព្រះអង្គយាងចូលណាបរិមហានិព្វានចឹងសូមកណាគុណចាស់ញាតិញោមពុទ្ធបរិស័ទទាំងអស់អនុមោទនានៅជាទំនេរសពសេតព្រះអង្គប្រាថ្នាចឹងសូមសពសាធការជ្រះថ្លាអនុមោទនាបាទសូមលោកញាតិត្រីអអនុមោទនាមួយដំណើរមានស្បង់ស្បាយត្រៃវរជាច្រើនបាទប្រសិននៃក៏ត្រាស់បានកោបញាបាទព្រោះប្រយោជន៍ដល់សំសានខ្ញុំសូមសាចិត្តប្រាថ្នាបងគុំបាទពុនកណាសានដូចជាទីពឹងសំសាមតែកើតស្លាប់បងព្រោះចំណងកម្មជាកូនឲ្យវេវអន្តក្នុងភពតូចនិងភពធំតែមិនដឹងធម៌ជាម្ចាស់ល្អអាសពខំគឺព្រះពុទ្ធសាសចិត្តខ្ញុំសូមនមស្ការនៅធម៌ប្រពៃពិតវិសេសសុទ្ធនោះឯងណាបងនៅអវិជ្ជាគឺបណ្ដាញកិលេសហើយព្រះសង្ឃអង្គសាវៈមានសម្ភារៈសទ្ធាទ្រង់ដោយកិនសិលត្រង់គឺសមាធិបញ្ញាវិមតតេញានកិលេសគ្មានក្នុងអាត្មា